ដោយឡែកក្រុមហ៊ុនស្រាបៀរសង្ហាបង្កើតកីឡដ្ឋានសម្រាប់ទាក់ទាញយុវជនកម្ពុជាក្រុមហ៊ុនស្រាបៀរសង្ហាបានបង្កើតកីឡដ្ឋានដែលមានច្រើនវិស័យកីឡាផ្សេងៗពីគ្នានិងបញ្ចាំងទស្សនីយភាពផ្សាយបន្តផ្ទាល់ខ្នាតធំដែលស្ដីពីការប្រកួតកីឡាបាល់ទាត់ពីប្រទេសអង់គ្លេសដើម្បីទាក់ទាញដល់យុវជនកម្ពុជាដែលស្នេហាវិស័យកីឡាបានចូលរួមនិងកម្សាន្តនិងទស្សនាយ៉ាងរីករាយការរៀបចំនេះធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រកាលពីថ្ងៃអាទិត្យដែលបានទាក់ទាញយុវជនកម្ពុជាបានយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរតំណាងក្រុមហ៊ុនស្រាបៀរសង្ហាបាននិយាយថាការបង្កើតកម្មវិធីនេះគឺដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនរបស់ខ្លួនដែលតែងតែនិយមគាំទ្រដល់ស្រាបៀរសង្ហាជាមួយគ្នានោះក្រុមហ៊ុនក៏បានផ្តល់ឱកាសឈ្នះរង្វាន់ដល់អ្នកដែលបានចូលរួមទស្សនារួមទាំងកម្មវិធីលេងកម្សាន្តជាច្រើននិងការកម្សាន្តដ៏សម្បូរបែបផងដែរសូមបញ្ជាក់ថាកម្មវិធីកម្សាន្តលើវិស័យកីឡានេះក្រុមហ៊ុនស្រាបៀរសង្ហាបានរៀបចំជាច្រើនលើករួចមកហើយនឹងបង្កើតឡើងនៅពេលខាងមុខជាបន្តទៀតដើម្បីធ្វើឲ្យយុវជនសប្បាយរីករាយជាមួយនឹងការប្រកួតបាល់ទាត់ Premier League ពីប្រទេសអង់គ្លេសតាមរយៈការផ្សាយបន្តផ្ទាល់នោះ